ឪពុកមិនបានហាមឲ្យកូនទៅមិនមែនព្រោះឪពុកមិនឲ្យស្រីភាពកូនទេតែព្រោះឪពុកបារម្ភពីសុវត្ថិភាពកូនកូនមិនស្ដាប់ដំបូន្មានឪពុកឃើញទេទើបកូនជួបគ្រោះថ្នាក់បែបនេះសុំទោសលោកពុកកូនសន្យាថាជប់ធ្វើបែបនេះទៀតហើយរឿងកូនមិនស្ដាប់បង្គាប់ឪពុកនៅជាយភូមិមួយមានកុមារក្មេងឈ្មោះរឿនគេជាកូនពូសាយរឿនជាក្មេងឆ្លាតតែមានទម្លាប់មិនស្ដាប់បង្គាប់មិនចូលចិត្តធ្វើតាមអ្វីដែលឪពុកម្ដាយនិយាយមនុស្សក្នុងភូមិជាច្រើនចូលចិត្តគេសម្រាប់ភាពក្លាហានប៉ុន្តែជារឿយៗគេធ្វើអ្វីៗមិនគិតមុខក្រោយថ្ងៃមួយនៅពេលភ្លៀងធ្លាក់យ៉ាងខ្លាំងធ្លាក់មកយ៉ាងសស្រាក់សស្រាំនៅក្នុងភូមិធ្វើឲ្យក្នុងភូមិមានខ្យល់យ៉ាងខ្លាំងភ្លៀងមកហើយរឿនកូនទៅយកខោអាវមកទុកផងកូនបាទពុកកូននឹងទៅយកណែកូនគុំទៅក្បែរទាំងថ្មទាំងនោះឮទេណាកូនតើមានរឿងហេតុដូចម្ដេចខ្លះទៅពុកបានជាពុកមិនឲ្យកូនទៅទីនោះចាំពុកប្រាប់រឿងហេតុឲ្យកូនបានដឹងណាក៏ពីដើមឡើយមានមេនុបម្នាក់ជាក្មេងមកពីទីក្រុងដ៏សែនឆ្ងាយគេមានមហិច្ឆតាចង់ចេះមហិទ្ធិឫទ្ធិពិសេសទើបគេសម្រេចចិត្តមករៀនសិលសាស្ត្រពីលោកតាមនីឥសីដែលមានវិជ្ជាដ៏ខ្លាំងក្លាម្នាក់នៅក្នុងភូមិរបស់យើងគេជាក្មេងប្រុសពូកែខ្លាំងណាស់គេចំណាយពេលអស់រយៈពេលតែ6ខែគេរៀនចេះចប់បានយ៉ាងច្រើនគ្រប់មន្តវិជ្ជាការទាំងអស់ដែលលោកតាមនីឥសីបានបង្រៀនគេសុទ្ធតែអាចយកមកប្រើប្រាស់បានតែថ្ងៃមួយលោកតាមនីឥសីចេញទៅភាវនាធម៌នៅឯខាងក្រៅមុនគាត់ចេញទៅបានហាមាណពម្នាក់នោះថាគុំទៅក្នុងអាស្រមរបស់គាត់មិននៅប៉ុន្តែដោយក្តីលោភលន់របស់គេហើយមិនស្ដាប់សម្ដីលោកគ្រូរបស់គេបានលូចចូលទៅអាស្រមលោកតារួចលួចយកសៀវភៅលោកតាមកលួចហាត់រៀនតែម្នាក់ឯងដោយគ្មានគ្រូធ្វើឲ្យគេបែកកម្មដ្ឋានប្រែក្លាយជាបិសាចមករស់នៅទីនេះតាមពិតបែបនេះមែនទេពុកបានជាពុកមិនឲ្យកូនទៅទីនោះរឿងហេតុបែបនេះហើយបានជាពុកមិនចង់ឲ្យឯងទៅពាក់ព័ន្ធនៅទីនោះលើពុកទៅសម្រាកនៅលើផ្ទះសិនហើយបាទពុកកូនដឹងហើយថ្ងៃបន្ទាប់រឿនក៏បានទៅកន្លែងផ្ទាំងថ្មទាំងនោះគេក៏យកមិត្តរបស់គេពីរនាក់ទៅមើលក្បែរផ្ទាំងថ្មទាំងនោះផងដែរដោយមិនប្រាប់នរណាម្នាក់គេដើរបណ្ដើរនិយាយគ្នាបណ្ដើរពួកឯងដឹងទេថាយើងពិតជាពេញចិត្តនឹងទេសភាពបែបនេះណាមែនតើអ្វីមានទាំងបក្សាបក្សីយ៉ាងស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ស្រស់ស្រាយណាស់មើលណមានទាំងសម្លេងសត្វស្វានិងទឹកជ្រោះហូរយ៉ាងស្រស់ស្រាយតោះយើងប្រញាប់ទៅឆាប់ដល់ពេលដល់ទីនោះទឹកភ្លៀងកាន់តែធ្លាក់ខ្លាំងឡើងហាក់ដូចជាមានអាថ័ន្តនៅទីនោះកំពុងបញ្ចេញឫទ្ធិហើយដីក្បែរថ្លង់ទ្វារនោះថ្មចាប់ផ្ដើមរអិលមិត្តរបស់រឿនពីរនាក់ភ័យខ្លាំងហើយប្រាប់ថារឿនយើងត្រឡប់ទៅវិញទៅមិនសុវត្ថិភាពទេមិនអីទេខ្ញុំចង់ទៅមើលខ្លងទ្វារថ្មនេះបន្តិចនឹកស្មានទេក៏មានសំណង់ថ្មធ្លាក់ចុះ
មកទាំងថ្មក៏ធ្លាក់មកត្រូវរឿនហើយគេហាក់ដូចជារអិលខុសពីធម្មតាហើយរអិលធ្លាក់ទៅក្នុងជ្រោះប៉ុន្តែសំណាងគេចាប់បានឈើមួយដែលជាប់នៅចង្កេះភ្នំ ជួយយើងផងពួកឯងយើងធ្លាក់មកក្រោមហើយ យើងធ្វើយ៉ាងម៉េចទៅរឿនធ្លាក់ចូលទៅក្រោមហើយ ជួយផងជួយខ្ញុំផង គេមិនអាចឡើងវិញបានទេមិត្តរបស់គេភ័យខ្លាំងណាស់រត់ត្រឡប់ទៅភូមិដើម្បីហៅមនុស្សជួយឪពុកនិងអ្នកភូមិជាច្រើនយកភ្លើងនិងឧបករណ៍ដើម្បីទាញរឿនឡើង ឪពុកមិនបានហាមឲ្យកូនទៅមិនមែនព្រោះឪពុកមិនឲ្យស្រីភាពកូនទេតែព្រោះឪពុកបារម្ភពីសុវត្ថិភាពកូនកូនមិនស្ដាប់ដំបូន្មានឪពុកឃើញទេទើបកូនជួបគ្រោះថ្នាក់បែបនេះ សុំទោសលោកពុកកូនសន្យាថាជប់ធ្វើបែបនេះទៀតហើយ ពុកសប្បាយចិត្តណាស់ពេលកូនស្ដាប់បង្គាប់ពុកបែបនេះ រឿនក៏បានសុំទោសពុករបស់គេចាប់តាំងពីថ្ងៃនោះរឿនខ្លាចជាក្មេងយកចិត្តទុកដាក់ស្ដាប់ដំបូន្មានពុករបស់គេនិងមិនជួបបញ្ហាអ្វីទៀតនៅក្នុងជីវិតរបស់គេឡើយ